បេសកកម្មធ្វើម្ហូបផ្គត់ផ្គង់ជនភៀសសករបស់ក្រុមការងារសហព័ន្ធយុវជនបូជាការពីយុទ្ធធរដឹកនាំដោយអ្នកអង្គការលេងនវត្រាបានបិទបញ្ចប់បន្ទាប់ពីពន្លឺសន្តិភាពតាមព្រំដែនបានភ្លឺឡើងវិញក្រោយកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃជំរំវត្តពោ5000ដើមស្រុកគូលែនខេត្តព្រះវិហារគឺជាគោលដៅចុងក្រោយនៃបេសកកម្មរបស់ក្រុមការងារសហព័ន្ធយុវជនបូជាការពីយុទ្ធធរដឹកនាំដោយអ្នកអង្គការលេងនវត្រាបានរៀបចំផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសកនៅថ្ងៃទី30ខែតុលាឆ្នាំ2025ចាប់តាំងពីមានការផ្ទុះអាវុធតាមព្រំដែនដែលផ្ដើមឡើងដោយភាគីថៃកាលពីថ្ងៃទី24ខែកក្កដាឆ្នាំ2025ក្រុមយុវជនរបស់ក្រុមការងារសហព័ន្ធយុវជនបូជាការពីយុទ្ធធររាប់រយនាក់ក៏បានផ្ដើមសមរភូមិដែរគឺចុះផ្គត់ផ្គង់ម្ហូបជូនជនភៀសសកក្នុងខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារដែលមានប្រមាណ770,000នាក់លើគោលដៅចំនួន11ដែលមានរៀបចំម្ហូបពីរពេលជារៀងរាល់ថ្ងៃបេសកកម្មប្រកបដោយស្មារតីមោះមុតមិនរុញរាដើម្បីជាតិនិងប្រជាជនកម្ពុជាបានធ្វើឡើងក្រោមកិច្ចសហការជាមួយនឹងឯកឧត្តមគតិសង្ឃបណ្ឌិតគុណគីមទេសរដ្ឋមន្ត្រីអនុប្រធានទី1គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឯកឧត្តមមានច័ន្ទដាយាអភិបាលខេត្តឧត្តរមានជ័យនិងឯកឧត្តមគឹមរិទ្ធីអភិបាលខេត្តព្រះវិហារបន្ទាប់ពីបិទបញ្ចប់បេសកកម្មរបស់ខ្លួនក្រុមការងារសហព័ន្ធយុវជនបូជាការពីយុទ្ធធរក៏បានបង្ហាញនឹងការដឹងគុណគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃនិងស្វាហាប់របស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដែលបានប្រកាន់យកនូវភាពអត់ធ្មត់ដោះស្រាយបញ្ហាដោយសន្តិវិធីជៀសវាងសង្គ្រាមកាន់តែរីកធំឡើងក្រុមការងារសហព័ន្ធយុវជនបូជាការពីយុទ្ធធរក៏បានគាំទ្រនិងបញ្ជាក់ថាការបង្កើតបានកិច្ចព្រមព្រៀងសន្តិភាពពិតជាមានតម្លៃជាសារវ័នសម្រាប់ពលរដ្ឋខ្មែរនិងអ្នកជិតខាងដែលស្រឡាញ់សន្តិភាព